mà mớ này tao nè tập 4 pon này 4 pon ទៅកពតលើកនេះត្រូវបាញ់ទៀតហើយមានលុយតែ2000ក៏អាចញ៉ាំបញ្ឆៅបានដែរបងប្អូនប្រាប់ទៅដូចជាមិនគួរជឿប៉ុន្តែនេះកន្លែងគាត់ណាផ្លូវទៅទំនុកតាក់កាឡាគឺគាត់លក់បញ្ឆៅមួយតែ1000ទេសំខាន់គឺថាម្សៅគាត់នឹងគាត់ធ្វើថ្មីមិនមែនយកម្សៅកញ្ចប់យកមកធ្វើឲ្យយើងណាគឺគាត់កិនពីអង្គហ្មងបងប្អូនហើយតម្លៃតែ1000ទេតែកាទៀវកាត់មួយបញ្ឆៅមួយណាដាក់បន្លែឲ្យយើងណាហើយនឹងសាច់របស់គាត់នៅខាងក្នុងហ្នឹងសាច់ជ្រូកលាជាមួយនឹងនេះលាជាមួយនឹងកពើតិចទៅគឺថាឈ្ងុយទៅពឹសមែនតើហ្មង snow គាត់ហ្នឹងបងប្អូនចាំបានមកកពើកំភ្លេចភ្លុកឡើងគាត់ផងកន្លែងគាត់លក់គឺថាសាមញ្ញមែនតើលក្ខណៈដូចថាស្រុកស្រែចកាសាមញ្ញតែម្ដងណាមានត្រឹម2000អីអាចញ៉ាំបានមួយឆ្អែតអាហារពេលព្រឹកបងប្អូនហើយឧបករណ៍ដែលគាត់ប្រើហ្នឹងគឺថាបែបលក្ខណៈធម្មតាសាមញ្ញមែនតែរសជាតិគឺថាឆ្ងាញ់មែនតើបងប្អូនសៅបញ្ឆៅគាត់លំទុំអត់មានធំឃើញផ្អួរធំឃើញអីបងប្អូនឈ្ងុយហ្មង snow បញ្ឆៅរបស់គាត់ណាហើយកន្លែងគាត់ព្រឹកឡើងគឺអស់ហើយបាយត្រឹមម៉ោង7អីហ្នឹងអស់លេងហើយបាយម៉ោង3អីហ្នឹងហើយបញ្ឆៅនេះបើទៅអត់ទាន់ម៉ោង8កន្លះ9អស់ទៀតកន្លែងគាត់លក់ដាច់មែនតើនេះផ្លូវនេះបងប្អូនផ្សាររោងណាផ្សាររោងទៅរហូតដល់ទំនុកតាក់កាឡាហ្នឹងគឺថានៅខាងស្ដាំដៃកន្លែងរបស់គាត់នេះផ្លូវទៅទំនុកតាក់កាឡាទៅទិសខាងកើតទៅជិតដល់ទំនុកតាក់កាឡាទៅមានផ្សាររោងមួយហ្នឹងកន្លែងគាត់ងាកមកខាងស្ដាំដៃហ្នឹងគឺទៅលក់សាមញ្ញធម្មតាបងប្អូនកន្លែងលក់បញ្ឆៅរបស់គាត់1000រៀលឯងកាទៀវកាត់បញ្ឆៅ1000រៀលចឹងកុំភ្លេចចូលតាមត្រផងនេះការវេចខ្ចប់របស់គាត់ដែរទៀវកាត់1000បញ្ឆៅ1000ហេជាតិហ្មង